ការរស់នៅប្រកបដោយសុជីវធម៌គឺជាគោលដៅដ៏សំខាន់សម្រាប់ជីវិតមនុស្សខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីអភិវឌ្ឍវិធីរស់នៅប្រកបដោយសុជីវធម៌ 1. ការគោរពខ្លួនឯងនិងអ្នកដទៃគោរពខ្លួនឯងថែរក្សាសុខភាពរាងកាយនិងស្មារតីស្លៀកពាក់សមរម្យនិងរក្សាសីលធម៌គោរពអ្នកដទៃយល់ដឹងពីអារម្មណ៍តម្រូវការនិងទស្សនៈរបស់អ្នកដទៃរក្សាសេចក្តីថ្លៃថ្នូរនិងវិតម្លៃការខិតខំប្រឹងប្រែងរបស់គេ 2. ការទទួលខុសត្រូវទទួលខុសត្រូវលើសកម្មភាពផ្ទាល់ខ្លួនមិនចោទប្រកាន់អ្នកដទៃដោយមិនច្បាស់លាស់រាក់ទាក់ពេលមានកំហុសនិងព្យាយាមកែតម្រូវបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវទាំងក្នុងការងារគ្រួសារនិងសង្គម 3. ភាពស្មោះត្រង់និងភាពត្រឹមត្រូវស្មោះត្រង់ក្នុងការនិយាយនិងការងារមិនបោកប្រាស់មិនក្បត់ការទុកចិត្តនិងរក្សាការសន្យាធ្វើសកម្មភាពដោយមានគោលដៅច្បាស់លាស់ជៀសវាងការប្រើល្បិចកលឬធ្វើអ្វីដោយមិនស្មោះត្រង់ 4. ការយល់ដឹងនិងការចែករំលែកយល់ដឹងពីស្ថានភាពរបស់អ្នកដទៃផ្ដល់ជំនួយនៅពេលចាំបាច់ជួយដោយមិនរំពឹងតបស្នងចែករំលែកធនធាននិងពេលវេលាចេះអប់រំនិងចែករំលែកចំណេះដឹងជាមួយអ្នកដទៃ